សិរីក្នុងទីនេះគឺជាសេចក្តីល្អឬជាបុណ្យកុសលដែលមនុស្សយើងបានធ្វើទុកមកតាមលំដាប់លំដោយរហូតបានជាបញ្ញនិធិជាគំនោបុណ្យឬជាបុណ្យបារមីដែលជាប់តាមបុគ្គលអ្នកធ្វើនោះរហូតមកនឹងឯងសិរីគឺជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយដោយសេចក្តីថាភោគសម្បត្តិទាំងឡាយហាក់ដូចជាចូលចិត្តតែមនុស្សណាដែលមានសិរីនៅក្នុងខ្លួនអញ្ចឹងរីឯមនុស្សណាដែលមិនមានសិរីនៅក្នុងខ្លួនឬអស់សិរីសម្បត្តិមិនប្រាថ្នានៅជាមួយឡើយមនុស្សយើងសូម្បីបានភោគសម្បត្តិមកអំពីគំនោមរតកក្តីបានមកអំពីអំពើអ្វីផ្សេងក្តីតែកាលណាខ្វះសិរីភោគសម្បត្តិទាំងអស់នោះរមែងសន្សំអស់ទៅពេលខ្លះសម្បត្តិថ្មីដែលបានមកនោះត្រឡប់ទៅជាមកនាំយកសម្បត្តិចាស់ឲ្យវិនិច្ឆ័យទៅជាមួយក៏មានថែមទាំងគ្រោះថ្នាក់ដល់ខ្លួនជាម្ចាស់ទៀតផងបុណ្យដែលចាត់ថាជាសិរីនោះបានដល់បុណ្យគឺការប្រព្រឹត្តធម៌ដែលជាសេចក្តីល្អផ្សេងដូចជាការមានមេត្តាករុណាការអើពើទំនុកបំរុងការមានអាជីពសុចរិតការនិយាយពីរោះការគោរពអន់លំទោនជាដើមដែលធ្វើឲ្យអ្នកដទៃពេញចិត្តដិតស្និទ្ធស្នាលនិងជាឧបការៈជួយឲ្យខ្លួនឯងមានសេចក្តីចម្រើនឈានឡើងដោយលំដាប់រួមទាំងការវាចាកនៅអំពើអាក្រក់ទុច្ចរិតគ្រប់បែបវាចាកអបាយមុខគ្រប់ប្រការហើយមានព្យាយាមមិនខ្ជិលច្រអូសក្នុងការងារផ្សេងផងទាំងអស់នេះឯងគឺជាសិរីរបស់មនុស្សដែលប្រព្រឹត្តធម៌ដោយពោលមកនេះចាត់ថាជាមនុស្សមានសិរីនិងសមគួរជាមនុស្សប្រភេទជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយចំណែកបុគ្គលមិនប្រព្រឹត្តធម៌វាចាកទុច្ចរិតមិនបានញៀនក្នុងអបាយមុខសពគ្រប់ដូចនេះទោះជាបានទ្រព្យសម្បត្តិពីណាមកក៏ដោយក៏នៅមិនយូរឡើយត្រឹមតែមួយថ្ងៃពីរថ្ងៃក៏នឹងមានហេតុឲ្យទ្រព្យសម្បត្តិចាកចេញតែនៅជាមួយមនុស្សមានសិរីវិញដោយពិតសិរីនេះនៅជាមួយអ្នកណាគឺជារបស់អ្នកនោះមិនអាចខ្ចីគ្នាឬសូមឬលួចបានឡើយមិនមែនដូចជាទ្រព្យខាងក្រៅដែលអាចខ្ចីគ្នាជាដើមបាននោះទេម្យ៉ាងទៀតសិរីបានដល់ភាពជាធំមានឋានៈខ្ពង់ខ្ពស់មានស័ក្តិមានយសដោយបុណ្យបារមីចាស់ឬបុណ្យថ្មីក៏ដោយការចេះដឹងព្រមដោយសមត្ថភាពពិតប្រាកដក៏ដោយអ្នកនោះរមែងបានទទួលនៅទ្រព្យសម្បត្តិទាំងឡាយដែលមកអំពីគ្រប់ទិសទាំងពួងព្រោះមានភាពជាធំនោះឯងហេតុដូចនោះបើត្រូវការឲ្យមានសិរីសួស្តីក្នុងខ្លួនឬនៅជាមួយខ្លួនត្រូវសាងសិរីសួស្តីនោះដោយការប្រព្រឹត្តខ្លួនឲ្យជាមនុស្សល្អជាមនុស្សយល់ហេតុយល់ផលនិងមានគុណធម៌មានទឹកចិត្តមិនឃើញតែខ្លួនឯងមានព្យាយាមមាំមួនចេះប្រយ័ត្នមានកតញ្ញូតាធម៌ចេះគ្រប់គ្រងអាជីពដោយសិលធ្វើតែការងារប្រឆាចទោសវាចាអបាយមុខដោយដាច់ខាតពោលគឺចេះរៀបចំជីវិតឲ្យជាទីកើតឡើងនិងជាទីអាស្រ័យនៅនៃសិរីសួស្តីនឹងឯងមនុស្សមានសិរីនៅក្នុងទីណារមែងធ្វើឲ្យទីនោះចម្រើននៅក្នុងគ្រួសារណាគ្រួសារនោះក៏មានការរស់នៅជាសុខមានលៀបមានយសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគង់វង្សនិងមានភាពត្រជាក់ត្រជុំក្នុងក្រុមគ្រួសារនោះសិរីទើបជាទ្រព្យដ៏ប្រសើរនិងជាទីស្ថិតនៅនៃភោគៈទាំងឡាយដ៏ពិតប្រាកដ